អ្នកទាំងអស់គ្នាបើសិនជាអ្នកណាម្នាក់ចូលទៅលេង Telegram របស់យើងតាមទូរស័ព្ទរបស់គេយើងអាចចូលទៅឆែកមើលបានហើយក៏អាចដកគេចេញវិញពី Telegram របស់យើងវិញបានផងដែរបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងចូលទៅមើលវីដេអូទាំងអស់គ្នាជំហានដំបូងចូលទៅកាន់ Telegram របស់បងប្អូនទាំងអស់គ្នាបន្ទាប់មកចុចកន្លែងត្រី3នេះមករួចហើយចុចលើពាក្យ Setting អូសមកក្រោមបន្តិចបងប្អូននឹងឃើញពាក្យថា Device បន្ទាប់មកចុចលើពាក្យ Device នឹងមកបងប្អូននឹងឃើញ device ឬក៏អ្នកដែលលួចចូលលេង Telegram របស់យើងអញ្ចឹងបងប្អូនអាចដកនរណាម្នាក់ឬក៏ device ណាមួយចេញពី Telegram របស់យើងបានដោយគ្រាន់តែចុចលើ device នឹងមកបងប្អូននឹងឃើញពាក្យថា terminate session ចុចលើពាក្យនឹងមកបន្ទាប់មកចុចលើពាក្យ terminate បន្ទាប់ពី terminate រួចហើយ device ឬក៏អ្នកដែលលួចចូល Telegram របស់យើងនឹងមិនអាចចូលលេង Telegram របស់យើងទៀតបានឡើយបងប្អូនជួយ follow ដើម្បីទទួលបានការចែករំលែកចំណេះដឹងថ្មីៗទៀត